យើងបានដឹងថាគណៈបកលឿនទៀតអត់អាចទៅមុខរួចអញ្ចឹងថ្នាក់ដឹកនាំជាពិសេសគឺបងកំសែងបងចន្ទធីនិងថ្នាក់ដឹកនាំជាច្រើនគឺបានសម្រេចដើម្បីបង្កើតឲ្យមានគណៈបកនេះឡើងហើយមុននឹងបង្កើតទៀតគឺមានការស្ទង់មតិនៅតាមថ្នាក់ដឹកនាំក៏នៅតាមមូលដ្ឋានដែរហើយនៅពេលដែលថ្នាក់ដឹកនាំចុះទៅស្ទង់មតិគាត់សួរសំណួរតែខ្លីតែប្រហែលតែសួរថាតើយើងសុខចិត្តនៅផ្ទះគេឬក៏នៅផ្ទះខ្លួនឯងដែលយើងសាងសង់ថ្មីចឹង100%ជាឯកច្ឆន្ទបានលើកដៃឯកភាពថាយើងសុខចិត្តនៅផ្ទះខ្លួនឯងដែលយើងសាងសង់នៅផ្ទាល់ដៃទៅហេតុអីបានជាយើងសួរថាយើងនៅផ្ទះគេឬក៏យើងនៅផ្ទះខ្លួនឯងអញ្ចឹងយើងពិនិត្យមើលផ្ទះគេតើប្រវត្តិផ្ទះគេនឹងយ៉ាងម៉េចយើងគួរឲ្យទុកចិត្តឬក៏អត់តែយើងគួរយកទ្រព្យប្រជាធិបតេយ្យរបស់យើងទៅផ្ញើនៅផ្ទះគេឬក៏ផ្ញើទុកនៅផ្ទះខ្លួនឯងដែលយើងបង្កើតទៀតមួយណាសុវត្ថិភាពជាងបាទយើងទុកផ្ទះខ្លួនឯងបាទអញ្ចឹងគ្រប់មូលដ្ឋានទាំងអស់គ្រប់សកម្មជននិងរចនាសម្ព័ន្ធទាំងអស់គឺគាត់លើកដៃគ្រប់គ្រងឥឡូវខ្ញុំសូមលើកអង្គមកថាគាត់ដឹងឲ្យប្រវត្តិផ្ទះគេគេកើតឡើងនៅពេលណាឡើងកើតឡើងនៅពេលដែលសង្គ្រោះជាតិគេរំលាយហើយពួកយើងទាំងអស់គ្នាកំពុងតែទៀមទាគណៈបកសង្គ្រោះជាតិអញ្ចឹងគេឃើញឱកាសជិតបោះឆ្នោតឆ្នាំ2018មកដល់គេគិតថាប្រហែលជាបានតែអីខ្លះហើយមើលទៅអញ្ចឹងគេខំដាក់ logo ស្តៀងសង្គ្រោះជាតិហើយគេខំថាគេនឹងអ្នកបន្តបានដីសង្គ្រោះជាតិហើយគេវាយបង្ហាញស្ថាបនិកគណៈបកសង្គ្រោះជាតិអីជាដើមប៉ុន្តែនៅពេលដែលលទ្ធផលបោះឆ្នោតសួរថាមានការគ្រប់គ្រងអត់បានកៅអីទេព្រោះប្រជាពលរដ្ឋខ្មែរគាត់ដឹងគាត់យល់ច្បាស់ណាស់អញ្ចឹងគាត់អត់ទុកចិត្តទៅលើគណៈបកមួយហ្នឹងទេអានេះខ្ញុំនិយាយពីដំណើរគណៈបកហ្នឹងបន្ទាប់ពីអត់បានកៅអីមកនៅក្នុងរដ្ឋសភាឆ្នាំ2018គឺមានតែបកមួយទេនៅក្នុងរដ្ឋសភាអញ្ចឹងគេបង្កើតក្រុមឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ពេលនោះគណៈបកនោះក៏ចូលរួមជាមួយនៅឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ដែរអញ្ចឹងយើងដឹងថាគណៈបកដែលចូលនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ឃើញត្បិតមានតែឈ្មោះគណៈបកផ្សេងទៀតមែនប៉ុន្តែរបៀបរបបនៃការគ្រប់គ្រងគឺនៅក្រោមគណៈបកកណ្ដាលទាំងអស់គាត់បានចេញមតិបានប៉ុន្តែនៅក្នុងរបៀបរបបដឹកនាំគឺគណៈបកកណ្ដាលគឺជាអ្នកចាត់ចែងការងារចឹងសួរថាចំហគណៈបកនឹងយ៉ាងម៉េចរហូតមកដល់ឆ្នាំ2022នៅពេលដែលយើងចាប់បានដំណើរការភ្លើងទៀនឡើងវិញគឺយើងខិតខំប្រឹងប្រែងរៀបចំបញ្ជីបេក្ខជនហើយខេត្តកោះកុងយើងនេះមានក្រុមយុវជនរបស់យើងទាំងវិរៈទាំងឋានាទាំងបងប្អូនអីទាំងរដ្ឋទាំងចន្ទថាអីមកជួយរៀបចំដើម្បីបំពេញធ្វើម៉េចឲ្យខេត្តកោះកុងរបស់យើងនេះជាមួយអ៊ំចាស់ហ្នឹងឲ្យបានរៀបចំគ្រប់ឃុំយើងចូលរួមការបោះឆ្នោតចុះគណៈបកមួយហ្នឹងមិនប្រកួតប្រជែងជាមួយយើងដែរដណ្ដើមសលេងជាមួយយើងដែរឃើញទេអញ្ចឹងគេអ្នកបំបីយើងនៅពេលនោះអញ្ចឹងនៅពេលដែលគេបំបីទៅវាអត់បានក៏អីគេចេញពីអំក្រុមប្រឹក្សាពិគ្រោះយោបល់គេមកចូលជាមួយភ្លើងទៀនគេចូលជាមួយភ្លើងទៀនគេថាគេអត់ចង់បានអីទេប៉ុន្តែសួរថាឥឡូវគេបានអីខ្លះរចនាសម្ព័ន្ធរបស់គេធាក់អ្នកដែលតស៊ូនៅក្នុងភ្លើងទៀនដែលតស៊ូ2022ដែលខំប្រឹងប្រែងយកទៅអីក្រុមសាគុំសង្កាត់ធាក់គេចេញអស់លីដាក់រចនាសម្ព័ន្ធខ្លួនឯងចូលមកឃើញទេអញ្ចឹងថាតើយើងយ៉ាងម៉េចទៀតអ្នកតស៊ូរបស់យើងនេះគេធ្វើយ៉ាងម៉េចបញ្ជ្រាបចូលហើយគេថាម៉េចគេថាអូដើម្បីចង់រួមអ្នកប្រជាធិបតេយ្យបើរួមមិនទៅមិនរួមមុនបោះឆ្នោតគឺបានក៏អីហើយបានមកចូលរួមឥឡូវយើងពិចារណាមើលបើសិនគណៈបកនឹងបានក៏អីតាមមកចូលរួមមួយភ្លើងទៀនអត់មកទេអញ្ចឹងនេះគឺជាយុទ្ធសាស្ត្ររបស់គេដឹងថានៅដល់គេនៅដល់អាណត្តិណាទៀតក៏អត់បានក៏អីដែរអញ្ចឹងមិនត្រូវមកដល់កលិបគណៈបកភ្លើងទៀនតាំងពីចូលមកបញ្ហាផ្ទះឈប់តាំងពីចូលមកដល់បងប្អូនដេកអបចាស់សង្កេតមើលតាំងពីចូលមកគឺយើងបញ្ហាឈប់មករចនាសម្ព័ន្ធរបស់គេទៅបុករុកតាមខេត្តតាមស្រុកកន្លែងណាដែលមានសមាជិករបស់គេគឺនៅអស្រុកជាពិសេសខ្ញុំនេះខេត្តកណ្ដាលមានមនុស្សរបស់គេនៅកន្លែងហ្នឹងគឺលឿនរហូតដល់រាល់ថ្ងៃនៅតែដកឈូងជីពេញហ្នឹងហើយដៃបានជាឈូងជីតែអ្នកបោះឆ្នោតឲ្យគណៈបកកម្លាំងជាតិចុះអ្នកដែលបោះឆ្នោតឲ្យគណៈបកផ្សេងនោះមិនក៏អត់ហ៊ានដកខ្លាចឬពួកមានថាអត់ហ៊ានសញ្ញេដកអត់មានអ្នកណាគេហ៊ានសញ្ញេដកទេគណៈបកដែលបោះឆ្នោតឲ្យគណៈបកនោះតែយើងគិតមើលហើយគេជ្រៀងចម្រៀងអីគេចម្រៀងរួមហើយតែរួមគេធ្វើចឹងបើគាត់មានចេតនារួមមែនដឹងថាគាត់បោះឆ្នោតឲ្យកម្លាំងជាតិឲ្យមិនសង្ងំទៅមិនរួមគ្នាធ្វើការទៅសម្របសម្រួលគ្នាទៅដើរប្រាប់ទៅមូលដ្ឋានកុហកគេថាអូយើងគង់តែទៅមួយគ្នាឆ្នាំ2028ប៉ុន្តែដាក់ដកគេដកចាញ់ដូចបងចឹងដកចាញ់អស់ហើយដូចអ្នកតស៊ូនៅខេត្តរតនគិរីដកគាត់ចាញ់នៅខេត្តកណ្ដាលឈូសទាំងជីទៀតដកហើយគេអត់សញ្ញេដកឈូសទាំងជីចោលទៀតយុទ្ធសាស្ត្រគេធ្វើជីដកឬដកគោលដែរហ្មងអញ្ចឹងយើងមើលប្រវត្តិគណៈបកហ្នឹងគួរឲ្យទុកចិត្តអត់